ព្រះអង្គបើគេដឹងរឿងនេះគឺស្មើនឹងក្បត់ជាតិហើយណាអញ្ចឹងហើយទើបយើងត្រូវធ្វើឲ្យស្អាតបាតក្រោយសម្រេចការងារមនុស្សរបស់គោលសម្ព័ន្ធឆ្កែព្រៃខ្មៅមិនអាចទុកសំបីតែម្នាក់ចុះហេតុអីពួកគេព្រមជឿយើងទៅយើងមានត្រកូលរបស់ពួកគេនៅក្នុងដៃឆ្លើយសឹក37នាក់ត្រូវឃុំនៅភូមិគ្រីស្ក្រៅក្រុងប្រាប់ពួកគេថាក្រោយសម្រេចការងារនឹងដោះលែងទាំងអស់ទទួលបញ្ជាអញគិតមើលក្រោយពេលច្របូកច្របល់បែបនេះតើព្រះទាយាទអាចនឹងតច្រហ៊ានធ្វើរឿងផ្ដេសផ្ដាសអត់បរាជ័យរបស់ខ្លួនឯងគឺជារឿងគួរឲ្យអាម៉ាស់ទៅហើយតែភាពជោគជ័យរបស់អ្នកដទៃរឹតតែធ្វើឲ្យគេឈឺចាប់លួចធ្វើឃាតដាក់ថ្នាំឬក៏ដុតភ្លើងអាចទៅរួចទាំងអស់អញ្ចឹងចាប់ពីថ្ងៃនេះទៅពួកយើងត្រូវតែផ្លាស់វេនគ្នាយាមយប់ហើយតែថានៅខាងក្រៅមានឆ្មាំរបស់ភូមិគ្រឹះហើនិងឆ្មាំស្រមោលរបស់ភូមិគ្រឹះវាងហើយតាយល់ព្រមចាត់ទុកថាខ្ញុំមិនបាននិយាយចុះប៉ុន្មានអ្នកខ្ទង់10នាក់កុំមាត់ខាងក្រៅមានអ្នកតាមដានមិនដូចជាសម្ដៅមករកពួកយើងទេចុះគេសម្ដៅមករកអ្នកណាមានអារម្មណ៍ថាដូចជាកំពុងឃ្លាំមើលតែថាគឺមើលបន្ទប់ខាងកើតមានអ្នកចេញចូលអត់ខ្សែយេរបស់ព្រះទាយាទមែនមិនដូចទេតែរៀងរើនឹងក្បាច់ជើងដូចជាអ្នកដែងជើងគោលសម្ព័ន្ធឆ្កែព្រៃខ្មៅអាចទៅរួចព្រះទាយាទប្រហែលជាចង់សម្រាប់បំបិតមាត់ទេដឹងបើពិតជាអញ្ចឹងមែនគាត់ក៏គៀកនឹងសេចក្តីស្លាប់ដែរហើយអ្នកនាងជាងចិនស៊ូភ្ញាក់ឡើងចិនស៊ូលោកជំទាវអ្នកនាងជាងមិនអីទេគ្រាន់តែជីបចោរៀងចម្លែកបន្តិចចម្លែកយ៉ាងម៉េចទៅជីបចោអ្នកនាងលោតមិនទៀងទាត់ពេលមានពេលអត់មានន័យថាម៉េចទូបង្គំមិនហ៊ាននិយាយផ្ដេសផ្ដាសទេតែទូបង្គំធ្វើពេទ្យច្រើនឆ្នាំជីបចោបែបនេះតាមប្រជាជនហៅថាកូនខ្មោចឬកូនបិសាចលោកគ្រូពេទ្យលើកមុនលោកស្ទាបជីបចោថាមិនមានកុផុសទេចុះម្ដេចពេលនេះមានជីបចោកូនបិសាចទៅវិញកូនបិសាចឬកូនខ្មោចនេះមិនបាច់ឆ្លងកាត់ការរួមដំណេកទេឲ្យតែបិសាចចូលសន្ធិដ្ឋក្នុងសុបិនកូនបិសាចនឹងកើតឡើងហើយវានឹងបង្ហាញតាមរយៈជីបចោអាពេទ្យកញ្ចាស់កុំមកនិយាយពាក្យបិសាចបោកប្រាស់គេនៅទីនេះខ្ញុំគ្រាន់តែគេងមិនលក់មួយរយៈធ្វើឲ្យខ្សោយឈាមតែប៉ុណ្ណោះនិយាយព្រះទាយាទឲ្យលុយអញប៉ុន្មានសូមលោកជំទាវជួយរកយុទ្ធធម៌ផងទូបង្គំគ្រាន់តែនិយាយការពិតប៉ុណ្ណោះខ្ញុំមើលទៅឯងនេះចាស់ហើយតែមិនចេះនិយាយការពិតសោះបើហ៊ានតែកុហកមួយម៉ាត់ទៀតខ្ញុំអារកឯងចោលឥឡូវហើយចិនស៊ូពួកឯងត្រឡប់ទៅបន្ទប់មុនទៅលោកជំទាវពួកយើងលោកពេទ្យអ៊ូនឹងគឺជាមនុស្សរបស់ព្រះទាយាទ3ថ្ងៃមុនកូនប្រុសគាត់ជំពាក់បំណុលល្បែងត្រូវបានមនុស្សរាជវាំងបូព្រីជួយសង្គ្រោះនិយាយអញ្ចឹងគឺពួកគេចង់ទម្លាក់កំហុសថាឯងមានកូនបិសាចក្នុងពោះនឹងហើយល្បិចនេះពិតជាខ្ពស់មែនខ្ពស់ជាងការដាក់ថ្នាំទៅទៀតដាក់ថ្នាំជាបទឧក្រិដ្ឋងាយស្រួលស៊ើបតែចោទថាខ្ញុំមានកូនបិសាចគឺជាអបិយជំនឿសម្រាប់មនុស្សមិនប្រឡាក់ឈាមទេចុះគិតដោះស្រាយមិនទៅកុំប្រាប់ណាថាយើងត្រូវស្ទាបជីបចោខ្លួនឯងនោះពេលនេះមានតែរោគពេទ្យដែលពូកែជាងនេះមកពិនិត្យហើយនៅរាជធានីមានលោកពេទ្យចាស់សុនម្នាក់គាត់ជាកម្ពូលពេទ្យរោគស្ត្រីតែឥឡូវគាត់លែងចេញព្យាបាលហើយចុះមានអ្នកណាទៀតនិយាយទៅមានទម្ងន់ជាងគ្រូពេទ្យលួងនោះអ្នកដែលធំជាងគ្រូពេទ្យលួងគឺព្រះចៅអធិរាជទៅរកគ្រូទាយអាប្រព័ន្ធចង្រៃនេះឯងកាន់តែឡប់មែនទេវាមិនដែលឆ្លាតពីមុនមកទេលោកជំទាវបើសម្ដីលោកពេទ្យអ៊ូត្រូវបែកឃ្លីអ្នកនាងជាងច្បាស់ជាចប់មិនខានខ្ញុំដឹងហើយអញ្ចឹងទើបដាច់ខាតមិនអាចឲ្យរឿងនេះបែកឃ្លីបានទេតែលោកពេទ្យអ៊ូត្រូវបានអញ្ជើញមកពីផ្នែកពេទ្យរាជវាំងបូព្រាគាត់ត្រឡប់ទៅវិញច្បាស់ជាប្រាប់គេហើយឯងទៅអញ្ជើញលោកពេទ្យចាស់សុនទៅប្រាប់គាត់ថាជំងឺចាស់ខ្ញុំរើឡើងវិញហើយតែលោកពេទ្យចាស់សុនបិទទ្វារមិនទទួលភ្ញៀវ3ឆ្នាំហើយណា
ឯងយកយិនសិនចំណាស់100ឆ្នាំដែលព្រះរាជាប្រទានយកទៅជូនគាត់ទៅប្រាប់គាត់ថាមិនមែនសម្រាប់ខ្ញុំទេគឺសម្រាប់សាច់ឈាមតែមួយគត់របស់ភូមិគ្រីហៅ